បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនអរគុណការមកកាន់ Channel របស់យើងខ្ញុំដោយក្តីគោរពស្រឡាញ់ផងដែរបាទយើងកំសាន្តជាមួយនឹងព័ត៌មានជាមួយនឹងសមាជិកម្នាក់ក៏ដូចជានៅក្នុងក្រុម ISO ដែលក្រុមការងារផលិតកម្មបានបញ្ចេញពីអត្តចរិតនៅក្រៅឆាកផងដែរបាទយើងទស្សនាជាមួយនឹងព័ត៌មានកូរ៉េខាងត្បូងក្រុមចម្រៀង ISO ត្រូវបានគេស្គាល់ថាជាក្រុមចម្រៀងដ៏ល្បីមួយក្រុមដែលធ្លាប់បានធ្វើឲ្យអ្នកគ្រប់គ្រងនារីរាប់លាននាក់ទូទាំងពិភពលោកលងស្នេហ៍ដល់ជនរួចបន្ទាប់ពីបានទស្សនាការសម្ដែងរបស់គេនៅលើឆាកជាការពិតណាស់ការសម្ដែងរបស់ពួកគេនៅលើឆាក concert បានធ្វើឲ្យពួកគេមើលទៅពិតជាស៊ីនិងតាក់ទាញចិត្តយ៉ាងខ្លាំងប៉ុន្តែបុគ្គលិកលក្ខណៈពិតប្រាកដរបស់ពួកគេមិនមែនជាមនុស្សកាចឬឆ្លើយដោយជាការសម្ដែងនៅលើឆាកឡើយប្រិមិត្តចង់ជ្រាបកាន់តែច្បាស់តើពួកគេមានអត្តចរិតបែបណានៅក្រោយឆាក1តារាចម្រៀងមីនគឺជាអ្នកចាត់ការផ្ទាល់របស់ក្រុម ISO បានបង្ហាញប្រាប់អ្នកគ្រប់គ្រងថាជាមនុស្សដែលមានអត្តកម្បាំងច្រើននៅក្នុងចំណោមនោះគឺជាអត្តកម្បាំងនៃការថែរក្សាសម្រស់របស់លោកផ្ទាល់តែម្ដងជាធម្មតាមីនតែងតែទុកដាក់យ៉ាងខ្លាំងនៅលើការថែរក្សាខ្លួនប្រាណសុខភាពរបស់ខ្លួនឯងដោយវិធីដែលគ្មានអ្នកណាម្នាក់អាចដឹងជាការពិតណាប្រសិនបើបានឃើញរូបភាពចាស់ៗរបស់មីនអ្នកប្រហែលជាអាចដឹងបានថាបច្ចុប្បន្នលោកមើលទៅពិតជាសង្ហាប៉ុណ្ណានោះគឺមកពីគាត់ព្យាយាមវឹកហាត់ការធ្វើលំហាត់ប្រាណយ៉ាងតឹងរឹងរបស់លោករហូតទទួលបានរាងកាយដល់តាក់ទាញដូចជាពេលនេះមានគិតខំប្រឹងប្រែងយ៉ាងលំបាកដើម្បីឲ្យអ្នកគ្រប់គ្រងសប្បាយចិត្តនៅអ្វីដែលលោកមានម្យ៉ាងទៀតមានគឺជាមនុស្សតែងតែលើកទឹកចិត្តដល់សមាជិកក្រុមការងារក្នុងនាមជាសមាជិកដែលមានអាយុច្រើនជាងគេនៅក្នុងក្រុមលោកតែងតែជួយស្វែងរកដំណោះស្រាយរាល់ពេលដែលមានបញ្ហាកើតឡើងមានគឺជាមនុស្សកក់ក្ដៅសម្រាប់បាក់គ្រប់គ្នាផងដែរនៅក្នុងក្រុម ISO ផងដែរបើចឹងតារាក្រុមនេះគឺគាត់មានអាយុច្រើនជាងគេផងដែរជាពិសេសនៅក្នុងក្រុមដែលមានជំនួសឲ្យលោកតែងតែចូលរួមដោះស្រាយចំណុចផងដែរយើងចូលមកដល់តារាចម្រៀងបាទគឺសូហូបុគ្គលិកផលិតកម្ម SM បាននិយាយថាស៊ូហូគឺជាមេដឹកនាំដ៏ល្អម្នាក់បាននិយាយនៅក្នុងគ្រួសារគឺប្រៀបដូចជាម្ដាយដែលតែងតែបង្ហាញសមាជិកក្រុមនៅអ្វីដែលត្រឹមត្រូវទោះជាយ៉ាងណាក្តីពេលខ្លះស៊ូហូតែងតែទទួលអារម្មណ៍ថាសោកសៅឬខ្វះទំនុកចិត្តប៉ុន្តែសមាជិកផ្សេងតែងតែលួងលោមស៊ូហូធ្វើឲ្យមានអារម្មណ៍ធូរស្រាលនិងកក់ក្ដៅផងដែរយើងចូលមកដល់តារាចម្រៀងលោកឡាយតែងតែផ្ដោតអារម្មណ៍ទៅលើការវឹកហាត់និងតន្ត្រីរបស់ខ្លួនយ៉ាងច្រើនរហូតភ្លេចគេងក៏មានឡាយត្រូវបានគេទទួលស្គាល់ថាជាសមាជិកដែលខិតខំប្រឹងប្រែងខ្លាំងបំផុតនៅក្នុងការបង្កើនទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រងតាមរយៈតន្ត្រីផងដែរចឹងតារាព្រមនេះគឺគាត់បាទគឺច្រៀងជួនណាច្រៀងរហូតដល់មិនបានគេងពួនទៅទៀតដែលធ្វើអ្នកគ្រប់គ្រងជាច្រើនក៏មានអារម្មណ៍បាក់ភ័យមែនតើដោយសារតែលោកគឺចូលចិត្តធ្វើយ៉ាងណាដើម្បីឲ្យ fan សប្បាយចិត្តជាមួយនឹងលោកផងដែរយើងចូលមកដល់តារាចម្រៀងមួយទៀតបាទគឺ Baek Ha-jun តារាប្រុសរូបនេះគឺប្រៀបដូចជាអ្នកបង្កើតអារម្មណ៍សម្រាប់ក្រុមជារឿយៗលោកតែងតែស្រែកយំបន្ទាប់ពីត្រូវស៊ូហូធ្វើបាបប៉ុន្តែផ្នែកដ៏សំខាន់មួយរបស់លោកគឺជាមនុស្សដែលតែងតែនិយាយជាមួយនឹងអ្នកដទៃធ្វើឲ្យបរិយាកាសមិនស្ងប់ស្ងាត់ឡើយម្យ៉ាងមួយទៀតនៅពេលនៅលើឆាកលោកតែងតែបង្ហាញការសម្ដែងដ៏ល្អបំផុតសម្រាប់អ្នកគ្រប់គ្រងជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញរបស់លោកផងដែរអញ្ចឹងពេលខ្លះក៏ស៊ូហូគឺគាត់ចូលចិត្តបាលេងសើចជាមួយនឹងគាត់ដែលធ្វើឲ្យលោកពិតជាយំម្ដងម្កាលដែរគឺបើយ៉ាងណាគឺលោកគឺជាមនុស្សដែលមានគំនិតបាក់ឆ្លៀវវៃនៅក្នុងក្រុមហើយជាមនុស្សដែលជួយចិត្តបាននិយាយរឿងកំប្លែងដែលធ្វើឲ្យក្រុមគឺមិនអបសុកនោះទេយើងចូលមកដល់ចាន់នេះវិញគឺជាមនុស្សដែលគួរស្រឡាញ់ខ្លាំងណាស់
មិនត្រឹមតែអាចចម្រៀងព្រៀងពីរោះប៉ុណ្ណោះទេខាងក្រៅច័ន្ទគឺជាមនុស្សដែលងាយនឹងចុះសម្រុងជាមួយនឹងអ្នកដទៃខ្លាំងណាស់ហើយក៏ជាអ្នកដែលតែងតែបំផុសគំនិតវិជ្ជមានដល់គ្រប់គ្នានៅក្នុងក្រុមផងដែរតោះនេះតកតងជាមួយនឹងតារាចម្រៀងច័ន្ទនីយុនអាចចាត់ទុកថាជាមនុស្សចម្លែកម្នាក់នៅពេលដែលលោកអាចឃើញដោយភ្នែកទាំងពីររបស់លោកកំពុងបើកនៅឡើយទោះបីជាចម្លែកបន្តិចមែនប៉ុន្តែតារាចម្រៀងជាមនុស្សដែលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងថ្មីនេះអ្នកគ្រប់គ្រងបានរកឃើញចំណង់ចំណូលចិត្តថ្មីរបស់តារាចម្រៀងឆានីយ៉លនៅផ្នែកតន្ត្រីគ្រប់គ្នានៅក្នុងក្រុមហ៊ុនសង្ឃឹមថាអ្នកគ្រប់គ្រងនឹងពេញចិត្តបទចម្រៀងថ្មីរបស់លោកផងដែរចឹងតារាចម្រៀងមួយនេះគឺចម្លែកនៅពេលដែលគាត់គឺសម្រាប់គឺផ្នែករបស់គាត់គឺនៅបើករហូតបាទដែលគេហៅថាផ្នែកបន្សាយបើយើងទៅទស្សនាជាមួយនឹងតារាចម្រៀង D.O គឺជាមនុស្សដែលជាចិត្តបាទចុងភៅលាក់មុខរបស់ក្រុម EXO ដែលជារឿងរឿយគាត់តែងតែចំអិនអាហារនៅពេលដែលសមាជិកផ្សេងកំពុងតែរីករាយនឹងកិច្ចការរបស់ពួកគេបើនិយាយពីការសម្ដែងវិញ D.O ជាមនុស្សមានការអត់ធ្មត់ខ្លាំងណាស់មិនថាជួបបញ្ហាអ្វីនោះទេ D.O នៅតែបន្តការសម្ដែងបានយ៉ាងល្អនៅលើឆាកតន្ត្រីរបស់ក្រុមផងដែរយើងចូលមកដល់តារាចម្រៀងលោកខៃនេះវិញអាចនិយាយបានថាលោកខៃគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈពីផ្ទុយស្រឡះពីគ្នាទៅនឹងខៃដែលកំពុងសម្ដែងលើឆាកព្រោះនៅពេលដែលចប់កម្មវិធីខៃគឺប្រៀបដូចជាបរិសុទ្ធវ័យក្មេងតែពូកែលេងសើចរស់រាយរាក់ទាក់និងស្រោតបត់ខុសពីខៃដែលស៊ីស៊ីនិងតាក់ទាញនៅលើឆាកតន្ត្រីផងដែរចឹងសម្រាប់អ្នកគ្រប់គ្រងគឺចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងអត្តចរិតបាទគឺនៅលើឆាកគឺស្រស់សង្ហាហើយស៊ីស៊ីនៅលើក្រៅឆាកវិញគឺលោកបាទគឺសុភាពរៀបសារនិងរស់រាយចំពោះ fan គឺដូចជានៅក្នុងក្រុម EXO ទាំងមូលផងដែរបាទនេះសុទ្ធសឹងតែអត្តចរិតដែលបង្ហាញនៅក្រៅឆាកដែរបើយើងចូលមកដល់តារាចម្រៀងសេហ៊ុនបាទសេហ៊ុននៅវិញគឺជាសមាជិកក្មេងជាងគេនៅក្នុងក្រុមនៅវាមិនមែនជាអាត់កំបាំងឡើយប៉ុន្តែសេហ៊ុនមិនត្រឹមតែមានអាយុតិចប៉ុណ្ណោះទេលោកថែមទាំងជាមនុស្សដែលមានចរិតបាទទន់ភ្លន់ដោយជាកូនក្មេងម្នាក់ថែមទៀតផងទោះបីជាបច្ចុប្បន្នរូបរាងកាយរបស់សេហ៊ុនកាន់តែរីកលូតលាស់ដូចជាមនុស្សធំប៉ុន្តែផ្លូវចិត្តនិងការគិតរបស់សេហ៊ុនគឺទន់ភ្លន់ស្រស់ស្អាតដូចជាក្មេងយ៉ាងចឹងទោះបីជាយ៉ាងណាក្តីលោកគឺជាមនុស្សដែលស្រឡាញ់សមាជិកក្រុមខ្លាំងបំផុតផងដែរបាទចឹងតារាចម្រៀងដែលជាសមាជិកហើយក៏ដូចជាមុខមាត់បាទគឺក្មេងជាងគេហើយលោកពិតជាស្រឡាញ់បាទវិស័យតារាចម្រៀងខ្លាំងមែនទែននៅក្នុងក្រុម EXO នេះបាទចឹងសឹងតែតារាចម្រៀងដែលមានភាពបាទស្រស់សង្ហាហើយថែមទាំងជាតារាចម្រៀងនៅក្នុងក្រុម EXO ផងដែរបើចឹងតាក់ទងជាមួយនឹងក្រុមការងារផលិតកម្ម SM Entertainment និយាយពីអត្តចរិតក្រៅឆាករបស់សមាជិកក្រុម EXO ម្នាក់ផងដែរខ្ញុំសូមបញ្ចប់ផងដែរសូមអរគុណសម្រាប់ការតាមដានព័ត៌មានតារាចម្រៀងក្នុងប្រទេសកូរ៉េខាងត្បូងផងដែរបើយើងទៅកលេចជាមួយនឹងព័ត៌មានកូរ៉េក្រុមតារា K-pop ល្បីៗនឹងបានខ្លួននៅក្នុងកម្មវិធី K-com ដល់ធំប្រចាំឆ្នាំដែលធ្វើឡើងនៅប្រទេសជប៉ុនលើទឹកដីអាមេរិកលើទឹកដីប្រទេសថៃផងដែរក្នុងនោះក៏មានតារាចម្រៀងក្រុម BTS ក៏បានចូលរួមផងដែរបើយើងទស្សនាជាមួយនឹងព័ត៌មានកំសាន្តកាលពីពេលថ្មីៗកន្លងទៅនេះប្រព័ន្ធផ្សព្វផ្សាយផ្នែកកំសាន្តដ៏ធំមួយរបស់កូរ៉េខាងត្បូងគឺ CJ និង M ទើបតែប្រកាសការបរិច្ឆេទនិងទីតាំងការប្រគំតន្ត្រីដ៏ធំមួយដែលមានឈ្មោះថា K-com ប្រចាំឆ្នាំនេះកម្មវិធីដ៏ធំនេះត្រូវបានគេស្គាល់ថាជាកម្មវិធីប្រគំតន្ត្រីបែបវប្បធម៌របស់កូរ៉េដែលធ្វើឡើងជារៀងរាល់ឆ្នាំតាមបណ្ដាប្រទេសធំៗដែលមានការចូលរួមពីសំណាក់តារាកូរ៉េល្បីៗយ៉ាងច្រើនកុះករញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពល្បីល្បាញក៏ក្រៅសម្រាប់ឆ្នាំនេះដែរត្រូវបានគេប្រកាសថានឹងធ្វើឡើង4ដងចំនួន3ប្រទេស
គឺថ្ងៃទី17ដល់ថ្ងៃទី19ខែឧសភាឆ្នាំ2019នៅក្នុងប្រទេសជប៉ុនសម្រាប់ថ្ងៃទី6និងថ្ងៃទី7ខែកក្កដាឆ្នាំ2019នៅទីក្រុងយូយ៉កលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី15ដល់18ខែសីហាឆ្នាំ2019នៅលើទីក្រុង Los Angeles លើទឹកដីសហរដ្ឋអាមេរិកនិងនៅថ្ងៃទី28និង29ខែកញ្ញា2019នៅក្នុងប្រទេសថៃឡែនវត្តមានរបស់តារាល្បីៗដែលបានមកចូលរួមនឹងត្រូវបានប្រកាសដោយកម្មវិធីនៅក្នុងពេលចាប់ឆាប់ខាងនេះមុខផងដែរបាទនេះគ្រាន់តែជាទស្សនវិជ្ជានៅពេលដែលគាត់បានទៅប្រគំតន្ត្រីហើយក៏មានក្រុមតារាចម្រៀងបានល្បីៗជាច្រើនក៏បានមកអង្រួនទស្សនិកជនក៏ដូចជាបណ្ដាប្រទេសជប៉ុនអាមេរិកនិងថៃផងដែរបាទចឹងពិតជាខ្លាំងមែនទែនជាមួយនឹងតារាចម្រៀងបាទក្នុងក្រុមនីមួយៗព័ត៌មានអាប់ដេតខ្ញុំនឹងធ្វើការផ្សាយជូនដល់ទស្សនិកជនបន្តទៀតនៅក្នុងកម្មវិធីដ៏ល្បីហើយនឹងធ្វើឡើងនៅប្រទេសជប៉ុនដូចជាអាមេរិកនិងថៃផងដែរតាក់ទងជាមួយនឹងព័ត៌មានតារាខ្ញុំសូមបញ្ចប់ផងដែរ